ចាទាំងអស់គ្នាអីដែលយើងត្រូវមើលមុននឹងសម្រេចចិត្តប្រើកញ្ចប់ណាមួយនៅក្នុង Localize Book ចាអញ្ចឹងចំណុចទី1គឺបងប្អូនត្រូវទៅមើលហើយ analyze មើលថាតើ business activity របស់បងប្អូននឹងជាប្រភេទអីជាប្រភេទ service ជាប្រភេទ trading company ជាប្រភេទ hotel and resort ឬមួយក៏អីអញ្ចឹងទៅអញ្ចឹងនៅពេលដែលបងប្អូនមើល analyze មើល reflect មកមើលថាតើ business របស់បងប្អូននឹងជាប្រភេទអីហើយទៅបងប្អូនមកមើល detail នៅក្នុងកញ្ចប់នីមួយៗរបស់ Localize ហើយនៅពេលដែលបងប្អូនសម្រេចចិត្តចាយនៅកញ្ចប់ណាមួយគឺបងប្អូននៅតែអាចសាកល្បងបានរយៈពេល30ថ្ងៃដោយអត់គិតលុយទេអញ្ចឹងឧទាហរណ៍ថាបងប្អូន subscribe ជា standard service company ក្រោយមកទៀតបងប្អូនគិតថាអូមាន inventory ចង់ control បងប្អូនអាច upgrade plan នឹងបានដោយខ្លួនឯងអត់ចាំបាច់តាក់ទងមកពួកយើងទេហើយអាចទៅឡើង plan បានអរគុណផលិតផលជាតិដើម្បីអនាគតបច្ចេកវិទ្យាខ្មែរតោះតាក់ទងមកទី1លើនេះដើម្បីទទួលបានការប្រើសាកល្បងដោយឥតគិតថ្លៃ